សួស្តីចាវីដេអូនេះគឺជាវីដេអូធ្វើម្ហូបភាគ3នៅថ្ងៃអាទិត្យពុកម៉ែបងប្អូនអរគ្នានាងភាគ3ដល់មកវគ្គចូលឆាយពេលខ្ញុំឆាពេលខ្ញុំធ្វើបន្លែហ្នឹងស្លហ្នឹងគឺទឹកមកវិញហើយពុកម៉ែបងប្អូនអរគ្នាទៅអាចចាត់ចែងស្លបានហើយសាច់ជ្រូកនេះគឺខ្ញុំទិញ5000ហើយសាច់ជ្រូកទិញ5000ហ្នឹងខ្ញុំលៃពាក់កណ្ដាលឆាពាក់កណ្ដាលទៀតប្រឡាក់ទុកល្ងាចអីចឹងពុកម៉ែបងប្អូនអរគ្នាចំណែកឯស្ពៃក្តោបនេះវិញពុកម៉ែបងប្អូនអរគ្នាគឺខ្ញុំអត់មានចេញវាជាប្រទេសតសៃទេគឺខ្ញុំបកវាជាប្រទេសធំអញ្ចឹងហ្មងណាពុកម៉ែបងប្អូនអរគ្នាធ្វើអញ្ចឹងវាលឿនហើយវាងាយទៀតយើងគ្រាន់តែបកវាទៅវាដកបដោហឹងចោលពុកម៉ែបងប្អូនអរគ្នាហើយពេលបកហើយស្ពៃក្តោបមួយចំហៀងដែលខ្ញុំទិញពីផ្សារហ្នឹងគឺឡើងមកកញ្ឆេងពេញប៉ុន្តែនៅពេលដែលឆាទៅឆ្អិនទៅគឺតែបន្តិចទេពុកម៉ែបងប្អូនអរគ្នាសាច់ជ្រូកនេះគឺខ្ញុំទិញ5000ពុកម៉ែបងប្អូនអរគ្នាខ្ញុំលាងវាយកវាទៅលាងសម្អាតសិនតទៅលាងសម្អាតហើយបានខ្ញុំចាប់ផ្ដើមចិត្តវាជាប្រទេសដុំអីចឹងណាតាមឆាប៉ុន្តែមុនខ្ញុំចិត្តហ្នឹងខ្ញុំលាងសម្អាតហើយខ្ញុំក៏ឃើញហូបឃើញអីនៅលើស្បែកជ្រូកហ្នឹងខ្ញុំក៏អង្គុយបកចោលសម្អាតឲ្យស្អាតសិនដកវាចោលឲ្យស្អាតចឹងណាហើយតបានខ្ញុំចាប់ផ្ដើមកាត់ស្បែកជ្រូកហ្នឹងទៅម្ដងទុកទៅម្ខាងទៅទុកយើងឆាហើយសាច់ជ្រូកហ្នឹងយើងជាពាក់កណ្ដាលទៅប្រឡាក់ពាក់កណ្ដាលទៀតឆាអញ្ចឹងពុកម៉ែបងប្អូនអរគ្នាហើយចូលមើលការឆាយើងហ្មងទៅពុកម៉ែបងប្អូនអរគ្នាលឿនមុននឹងចូលការឆារបស់យើងខ្ញុំជៀនសាច់ជ្រូកភ្លក់តិចសិនសាច់ជ្រូកនោះខ្ញុំប្រឡាក់តែរ៉ូឌីហើយប៊ីចេងនៅស្ករពុកម៉ែបងប្អូនអរគ្នាហើយប្រឡាក់ឆ្អិនហើយកាប់សាអញ្ចឹងភ្លក់ទៅវាមុំឆ្ងាញ់នៅបើថាវាស្ទើរគ្រឿងទៅយើងថែមប៊ីចេងស្ករហើយអញ្ចឹងណាតែភ្លក់ទៅមកអូខេហើយអញ្ចឹងយើងចូលការឆាយើងមកទៅឆាខ្ញុំក៏ដាក់ខ្ទះឡើងឲ្យក្តៅហើយតមកទៀតខ្ញុំក៏ដាក់ស្បែកជ្រូកចូលស្បែកជ្រូកដែលយើងទុកឆាម្លេងហ្នឹងណាយើងដាក់វាយើងទៅឆារំលីងស្បែកជ្រូកឲ្យវាចេញខ្លាញ់ឲ្យវាឡើងក្រៀមល្អទៅហើយតមកទៀតពុកម៉ែបងប្អូនអរគ្នាចូលស្បែកជ្រូកយើងទៅម្ខាងដាក់ខ្ទឹមសយើងចូលលីងឲ្យឈ្ងុយបន្តពីពុកម៉ែបងប្អូនអរគ្នាដាក់ខ្ទឹមសយើងលីងឈ្ងុយហើយចាក់សាច់យើងចូលហើយលីងវាឡើងពុកម៉ែបងប្អូនអរគ្នាហើយកាយស្បែកជ្រូកយើងពងដល់ម្ខាងហ្នឹងកាយចូលច្បល់មួយសាច់យើងមកហើយយើងឆាសាច់យើងឲ្យមកស្ទុះទៅវារៀងច្រើនណាស់យើងក៏ដាក់អំបិលប៊ីចេងស្កររ៉ូឌីអីចឹងណាពុកម៉ែបងប្អូនអរគ្នាមានប្រេងខ្យងមានអីមានប៊ីចេងមានស្ករចឹងទៅយើងដាក់ចូលហើយយើងច្បល់ចូលគ្នាហើយទុកឲ្យវាមកស្ទុះឲ្យសាច់យើងឆ្អិនហើយចូលជាតិមួយប៊ីចេងស្ករភីខ្យងដែលយើងដាក់មិញហ្នឹងហើយបន្តមកទៀតយើងចាក់ស្បែកក្តោបចូលពុកម៉ែបងប្អូនអរគ្នាចាក់ស្បែកក្តោបចូលហើយអស់ហើយយើងឆាស្បែកក្តោបយើងនឹងត្រឡប់ចោលត្រឡប់ឡើងឲ្យវាឆ្អិនល្អទៅណាឆាស្បែកក្តោបបើយើងឆាប់ឆ្អិនពុកម៉ែបងប្អូនអរគ្នាកុំភ្លេចយកកម៉ោចឆ្នាំងក្រផងដើម្បីវាឆាប់ឆ្អិនហើយចំណែកឯខ្ញុំខ្ទះវាតូចជាងអញ្ចឹងហើយមើលទៅស្បែកក្តោបច្រើនណាហើយខ្ញុំក៏យកកម៉ោចឆ្នាំងក្របន្ទាប់ពីឆាមិនស្ទុះទៅស្បែកក្តោបយើងក៏វារៀងឆ្អិនហើយធំតិចអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាឆាស្បែកក្តោបខ្ញុំហ្នឹងគ្រឿងខ្ញុំបងមុនហ្នឹងគឺវាអត់តន់ចូលជាតិល្អវារៀងស្ទើរអញ្ចឹងហើយខ្ញុំក៏ថែមអំបិលបន្តិចពុកម៉ែបងប្អូនអរគ្នាវារៀងរសជាតិរៀងដិតអញ្ចឹងបានឆ្ងាញ់ហើយវីដេអូយើងឆាស្បែកក្តោបហ្នឹងគឺមានតែប៉ុណ្្នឹងទេចាបាយបាយជួបគ្នាវីដេអូក្រោយថ្មីមួយទៀត